ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបសម្លចាប់ឆាយដើម្បីចែកជូនបងប្អូនទស្សនាសម្លចាប់ឆាយខ្ញុំប្រហែលជាអាចខុសពីពុកម៉ែបងប្អូនបន្តិចហើយបើសិនជាពុកម៉ែបងប្អូនមានវិធីដែលល្អៗជានេះជួយខមមិននៅក្រោមវីដេអូនេះផងចំណែកបន្លែដែលយើងធ្វើសម្លចាប់ឆាយដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងយើងមានការ៉ុតមានជីថាចិត្តរួចនិងស្បែកជ្រូកផ្សិតខ្មៅដែលយើងច្បាច់អំបិលស្រុះទឹកក្តៅអញ្ចឹងពុកម៉ែបងប្អូនកុំឲ្យវាធំក្លិនយើងច្បាច់អំបិលស្រូបទឹកក្តៅរួចហើយយើងក៏យកមកកាត់វាជាដុំអញ្ចឹងណាពុកម៉ែបងប្អូនយើងក៏មានបកាក្រៀមយីហឺយើងកាត់វាហើយយើងយកទៅត្រាំទឹកវាលាងឲ្យជ្រះដីពុកម៉ែបងប្អូនតមកទៀតយើងក៏ដាក់ខ្លាញ់ដាក់ខ្ទឹមសរៀងឈ្ងុយតិចមកយើងដាក់ទឹកត្រីទឹកស៊ីអ៊ីវចូលមកយើងដាក់ទឹកត្រីទឹកស៊ីអ៊ីវរួចហើយយើងក៏ចាក់សាច់មាន់យើងដែលកាប់ហើយយើងប្រើមាន់ស្វិតមាន់ពងពុកម៉ែបងប្អូនបើសិនតែយើងប្រើមាន់3សាក់អីវាអត់សូវឆ្ងាញ់ព្រោះសាច់វារឿងផុយយើងងាស់បានឆាប់បានអញ្ចឹងណាពេលយើងប្រើមាន់ស្វិតនេះវាឆ្ងាញ់ជាងបន្ទាប់មកយើងដាក់គាក្រៀមយីហឺដែលយើងបានកាត់លាងទឹកលាងអីហើយយើងក៏បន្ថែមម្រេចបន្តិចបន្ទាប់មកទៀតយើងក៏ដាក់ប្រេងខ្យងបន្តិចបងប្អូនប្រេងខ្យងនេះយើងដាក់ទៅធ្វើឲ្យឈ្ងុយទឹកសម្លរបស់យើងណាបន្ទាប់មកយើងក៏កូរសាច់មាន់យើងបន្តិចទៀតមកបងប្អូនឲ្យវាចូលជាតិជាមួយទឹកត្រីអញ្ចឹងណាយើងបានចូលជាតិហើយយើងក៏បន្ថែមឆ្អឹងស៊ុបរបស់យើងចំណែកឆ្អឹងស៊ុបរបស់យើងក៏បានលាងទឹកច្បាច់អំបិលវាឲ្យស្អាតអញ្ចឹងបាច់យកទៅស្រុះក៏បានដែរបន្ទាប់មកយើងក៏ដាក់ការ៉ុតជាតិថាដែលយើងបានចិតសម្អាតរួចរាល់ណាពុកម៉ែបងប្អូនបន្ទាប់មកទៀតសាច់មាន់ឆ្អឹងស៊ុបយើងក៏បានរៀងផុយបន្តិចហើយយើងក៏ដាក់ស្បែកជ្រូកនិងផ្សិតខ្មៅចូលពុកម៉ែបងប្អូនចំណែកស្បែកជ្រូកនិងផ្សិតខ្មៅយើងបានយកទៅដាំទឹកស្រុះទឹកក្តៅវាដាក់អំបិលដាក់ក្រូចឆ្មាគឺវាអត់ធំក្លិនទេធ្វើឲ្យទឹកស៊ុបយើងវាឈ្ងុយល្អពុកម៉ែបងប្អូនបន្ទាប់មកទៀតយើងក៏ដាក់ស្ករប៊ីចេងតាមចំណង់ចំណូលចិត្តមានម្សៅស៊ុបមានស្ករមានប៊ីចេងអំបិលអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់មកទៀតខ្ញុំក៏ដាក់ស្ពៃបូកគោចូលចំណែកពុកម៉ែបងប្អូនខ្លះគាត់បន្លែគាត់ឆាឲ្យគ្រប់មុខអីចឹងមានគាត់ឆាកាត់ណាមានឆាស្ពៃបូកគោប៉ុន្តែចំណែកខ្ញុំគឺខ្ញុំអត់ឆាគ្រប់មុខទេធ្វើឲ្យទឹកស៊ុបយើងវាល្អក់យើងដាក់អញ្ចឹងមកក៏វាឆ្ងាញ់ដូចគ្នាដែរបន្ទាប់ពីយើងដាក់ស្ពៃបូកគោហើយយើងក៏ដាក់ពពុះស្ដាយយើងចូលតែម្ដងទៅពុកម៉ែបងប្អូនពុះស្ដាយដែលយើងបានពងទុកនេះពុះស្ដាយហ្នឹងយើងពងខ្លួនឯងបើយើងទិញមកពីផ្សារក៏វាមិនសូវល្អដែរពេលខ្លះយើងគេពងសរៀងយូរអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីយើងដាក់ពុះស្ដាយដាក់ស្ពៃបូកគោយើងចូលរួចរាល់រៀងទុនបន្លែបន្តិចហើយរៀងទុនពុះស្ដាយនេះហើយយើងក៏ដាក់កាត់ណាបើយើងចូលមកពុកម៉ែបងប្អូនខ្លះគាត់ដាក់ខាត់ណាដាក់ស្ពៃក្តោបដាក់ស្ពៃបូកគោប៉ុន្តែខ្ញុំប្រើតែស្ពៃបូកគោនិងខាត់ណាទេពុកម៉ែបងប្អូនអានេះបន្លែយើងតាមចំណង់ចំណូលចិត្តរៀងខ្លួនអញ្ចឹងណាឥឡូវយើងក៏បានឆ្អិនរួចរាល់ហើយបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូនេះជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលា